ករណីប្រជុំប្លន់រថយន្តដាក់ដំណើរតាមផ្លូវលបឿនលឿនត្រូវបានកម្លាំងនគរបាលបង្ក្រាបជនល្មើសម្នាក់ខណៈពេលដែលបកពួកម្នាក់ទៀតដែលមានកំភ្លើងកំពុងរត់គេចខ្លួននៅព្រឹកថ្ងៃទី29ខែមិនិនាឆ្នាំ2025មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវលបឿនលឿននិងមានការចែកចាយតាមបណ្ដាញសង្គមជាច្រើនដោយឃើញជនល្មើសម្នាក់បានប្រជុំរថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវលបឿនលឿនហើយឲ្យជនរងគ្រោះចុះពីរថយន្តរួចរូបគេក៏បើករថយន្តចេញទៅសម្រាប់ហេតុការណ៍នេះកម្លាំងនគរបាលខេត្តកណ្ដាលសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញបានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗដោយចាប់ជនល្មើសបានម្នាក់និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងរត់គេចខ្លួនស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថាករណីនេះកើតឡើងដោយដំបូងជនល្មើសមានចំនួន2នាក់មានកាំភ្លើងខ្លីជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ4ពេលនោះកម្លាំងនគរបាលមូលដ្ឋានបានដេញចាប់រហូតបានជនល្មើសម្នាក់បានបាញ់មកលើសមត្ថកិច្ចតែមិនបណ្ដាលឲ្យមានរងរបួសនោះទេស្នងការ4បន្តថាពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើម្នាក់ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចមកលើផ្លូវលបឿនលឿនហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវលបឿនលឿនម្ដុំអូក្រាំងអំពិលស្រាប់តែជនល្មើបានប្រជុំជនរងគ្រោះរួចបើករថយន្តជនរងគ្រោះមកលុចស៊ីគេចខ្លួនតែម្ដងក្រោយទទួលបានព័ត៌មាននេះកម្លាំងនគរបាលខេត្តកណ្ដាលបានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលខេត្តកំពង់ស្ពឺដេញតាមនិងចេញពួនស្ទាក់ដើម្បីចាប់ជនល្មើសដែលប្រជុំប្លន់រថយន្តរូបនេះក្រោយដឹងថាកម្លាំងសមត្ថកិច្ចកំពុងដេញតាមជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួលហើយក៏បានទៅប្រជុំអ្នកបើកបររថយន្តលុចស៊ីពណ៌ខ្មៅមួយគ្រឿងទៀតដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ចរហូតបើកចូលទឹកដីខណ្ឌកំបូលក៏ត្រូវបានកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ហើយជនល្មើសព្រាមក៏ចុះពីរថយន្តរត់គេចខ្លួនតែម្ដង